ថ្ងៃនេះយើងមកធ្វើពងទាចៀនឆាម្រះព្រៅអញ្ចឹងគ្រឿងផ្សំមានដូចរៀបរាប់នៅក្នុងរូបបន្ទាប់មកយើងចាប់ផ្ដើមឆាវាយើងដាក់ខ្លាញ់ចូលតបពីដាក់ខ្លាញ់យើងក៏ដាក់ម្ទេសខ្ទឹមដែលយើងបានបុកបន្ទាប់ពីខ្ទឹមក្រហមបន្តិចយើងក៏ចាប់ផ្ដើមដាក់ប្រេងខ្យងចូលបន្ទាប់មកយើងក៏ដាក់ទឹកអំពិលនេះបងប្អូនត្រូវតែលាយស្ករនិងទឹកក្តៅបន្ទាប់មកយើងដាក់ស្ករហើយយើងដាក់ម្សៅស៊ុបបន្តិចដាក់ទឹកត្រីដើម្បីឲ្យវាមានរសជាតិកាន់តែដិតបន្ទាប់មកយើងលាយគ្រឿងឲ្យចូលគ្នាបន្តិចដើម្បីឲ្យវាសព្វគ្រឿងហើយយើងក៏ទុកវាឲ្យឡើងពងក្រងបន្តិចមកបន្ទាប់ពីយើងកូរគ្រឿងសព្វចូលគ្នាអស់ហើយយើងក៏ចាប់ផ្ដើមដាក់ពងទាចូលពងទានេះបងប្អូនអាចធ្វើតាមចូលចិត្តចង់ហាន់ក៏បានចង់ដាក់ទាំងមូលក៏បានដែរបន្ទាប់មកយើងដាក់ម្រះព្រៅចូលបងប្អូនរៀងកូរថ្នមបន្តិចណាដោយសារតែវាអាចនឹងបែកដោយសារតែខ្ញុំរៀងជ្រុលដៃបន្តិចហើយក្នុងការកូររួចរាល់ហើយបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូសូមជួយ Subscribe និង Like ម្នាក់ផងណាអរគុណច្រើន